Yo, yo នេះមិនមែនរឿងកំប្លែងនេះជារឿងជីវិតពិតញើសស្រករាល់ថ្ងៃដើម្បីរកចំណូលពិតស្នាមញញឹមខាងក្រៅលាក់ទុកការនឿយហត់ពិតក្រុមដំបូងរងចុកក្រុមមានមនុស្សសតស៊ូពេញជីវិតប្រមិនតន់ភ្លឺខ្ញុំក្រោកចេញពីផ្ទះក្តីសង្ឃឹមដាក់ក្នុងចិត្តទៅថ្ងៃនេះនៅតែលំបាកខ្លះឡើងកម្មមកក៏រត់កាក់ភ្លឺទាំងខ្យល់ត្រជាក់ប៉ះដើម្បីទៅរកការងារមិនណយគ្រួសារខ្វះសំឡេងម៉ាស៊ីនលន់លឺដូចភ្លេងក្នុងជីវិតសំឡេងនាឡិការរាប់ម៉ោងដាក់ឲ្យតស៊ូពិតញើធ្លាក់លើថ្ពាល់មិនដែលខ្លាចការនឿយហត់ពិតព្រមមនុស្សនៅផ្ទះកំពុងរងចាំកម្លាំងជីវិតញើក្រោមដំបូលរងចោស្រកដើមបីក្តីសង្ឃឹមមិនដែលរៀញើក្រោមដំបូលរងចោស្រកដើម្បីគ្រួសារដែលខ្ញុំស្រឡាញ់ថ្លាហត់ប៉ុណ្ណាក៏មិនដែលថយទប់ភ្លើវឆៃក៏នៅតែដើរទៅមុខរហូតព្រោះជីវិតអ្នកដុតស៊ូមិនស្គាល់ពីថាចាញ់រហូតថ្ងៃនេះស្រកញើថ្ងៃមុខនឹងទទួលផលជោគជ័យរហូតប្រាក់ខែមួយខែមិនធ្លាក់ពីលើមេឃវិកាពីញឈាមដែលខំប្រឹងគ្មានពេលសម្រាកលេងខ្លះផ្ញើទៅម្ដាយខ្លះផ្ញើទៅកូនឯងទុកត្រឹមចំណាយតិចតួចចង់ខ្លួនរស់នៅជាក់ស្ដែងមានថ្ងៃខ្លះហត់ណាស់ចង់សម្រាកមួយភ្លែកតែគិតដល់គ្រួសារកម្លាំងចិត្តក៏ការឡើងទៀតដួសំពីពុនភ្នងក៏មិនដែលគិតរត់ទេព្រោះសូវនៅខាងមុខកំពុងហើយឲ្យបណ្ដាលទៀតក៏មើងងាយណាកម្មករព្រោះគេជាអ្នកសាងផលិតផលជាច្រើនកាត់ពីដៃដែលខំប្រឹងមិនលះបង់ទូសម្លៀកបំពាក់សាមញញតែបេះដូងពោពេញដោយកម្លាំងសាងអនាគតមួយថ្ងៃឲ្យភ្លឺដោយពន្លឺព្រះអាទិត្យចាំងយើងមិនខ្លាចទេទូជីវិតដាក់សម្ពាធយើងមិនថយទេទូបញ្ហាមកពីប្រហាខ្លាំងក្លាយើងជាកម្មករខ្មែរមានបេះដូងរឹងមាំអស្ចារ្យញើសមួយតំណក់កំពុងសាងអនាគតដោយគ្រួសារថ្លាថ្ងៃនេះអាចក្រថ្ងៃមុខអាចមានថ្ងៃនេះអាចហត់ថ្ងៃមុខអាចរីកចម្រើនឡើងវិញបាននៅតែស៊ូមិនបោះបង់ក្តីស្រមៃពិតប្រាកដមែនជោគជ័យនឹងមកដល់ដោយពន្លឺព្រឹកថ្មីភ្លឺចែងចាំងវិញតែជាញើធ្លាក់វាគឺជាក្តីសង្ឃឹមរបស់គ្រួសារនឹងជាថាមពលសម្រាប់អនាគត